ភ្នែកមើលមិនច្បាស់ស្រវាំងទៅដូចចុះអាប់ដូចមានស្រមោលបាំងពេលខ្លះចាញ់ពន្លឺថ្ងៃពិបាកបែងចែកពណ៌មានហូរទឹកភ្នែកជាដើមហើយក៏អាចវិវត្តទៅជាងងឹតតែម្ដងបើសិនបើគ្មានការព្យាបាលទាំងអស់នេះគឺជារោគសញ្ញារបស់ជំងឺភ្នែកឡើងបាយឬយើងហៅថាបាយភ្នែកអ្វីទៅគឺជាជំងឺភ្នែកឡើងបាយជំងឺភ្នែកឡើងបាយគឺជាការបម្រែបម្រួលទៅលើកែវភ្នែកដែលភ្លឺថ្លាជំនួសដោយស្រអាប់ទៅហើយយើងមើលពីខាងក្រៅមកយើងឃើញកូនក្រមុំឡើងពណ៌សជំងឺភ្នែកឡើងបាយនេះគឺជាជំងឺភ្នែកដែលមានចំណាត់ថ្នាក់លេខ1ក្នុងចំណោមជំងឺភ្នែកទាំងអស់ដែលមានតួលេខរហូតដល់ 80.4 នៅក្នុងប្រទេសយើងហើយជំងឺភ្នែកឡើងបាយនេះពុំទាន់មានថ្នាំលេបឬក៏ថ្នាំបន្តក់ណាមួយដើម្បីព្យាបាលឲ្យជាជំងឺនេះនៅឡើយទេតែជំងឺភ្នែកឡើងបាយនេះកើតឡើងដោយសារមូលហេតុអ្វីខ្លះទី1តកតងជាមួយនឹងកត្តាអាយុនៅពេលដែលមនុស្សយើងអាយុចាប់ពី50ឆ្នាំឡើងទៅភ្នែករបស់គាត់អាចវិវត្តទៅជាជំងឺភ្នែកឡើងបាយវាប្រៀបដូចជានៅពេលដែលយើងចាស់ទៅសក់របស់យើងឡើងស្កូវដូចគ្នាទី2វាកើតឡើងដោយសារតែមានការប៉ះទង្គិចមកលើក្របភ្នែកទី3អាចកើតមាននៅលើអ្នកជំងឺដែលមានជំងឺទឹកនោមផ្អែមអ្នកជំងឺដែលប្រើប្រាស់ថ្នាំបំបត្តិការឈឺចាប់ប្រភេទ steroid ក្នុងរយៈពេលយូរខែទី4ក៏អាចមានករណីបង្កពីកំណើតដូចជាក្នុងកំឡុងពេលពពោះម្ដាយមានឆ្លងជំងឺស្អូតជាដើមពេលកូនកើតមកអាចមានជំងឺភ្នែកឡើងបាយឬក៏មានករណីដំណពូជពីម្ដាយឬក៏ឪពុកជាដើមតើយើងត្រូវព្យាបាលនិងការពារជំងឺភ្នែកនេះដោយវិធីណាខ្លះបើសិនជាបាយភ្នែកនេះនៅក្នុងដំណាក់កាលដំបូងគឺយើងអាចប្រើវិធីព្យាបាលដោយប្រើវ៉ែនតាមញោកដើម្បីជួយឲ្យអ្នកជំងឺមើលឃើញច្បាស់ឡើងវិញប៉ុន្តែបើសិនបើក្នុងករណីបាយភ្នែកនេះវាកាន់តែវិវត្តទៅមុខហើយការពាក់វ៉ែនតាវាលែងមើលឃើញច្បាស់អញ្ចឹងវិធីព្យាបាលមានតែមួយគត់គឺគ្រូពេទ្យណែនាំឲ្យអ្នកជំងឺធ្វើការវះកាត់បកបាយភ្នែកដែលការវះកាត់នៅពេលបច្ចុប្បន្នយើងមានបច្ចេកវិទ្យាទំនើបនៅក្នុងការជួយដល់អ្នកជំងឺក្នុងការព្យាបាលដោយយើងប្រើម៉ាស៊ីនកុំព្យូទ័រឬក៏យើងហៅថា phaco machine ដែលម៉ាស៊ីននេះគឺវាប្រើរលកសំឡេងនិងរលកទឹកដើម្បីទៅបំបែកកែវភ្នែកដែលឡើងបាយនិងបឺតស្រូបយកកែវភ្នែកដែលឡើងបាយនឹងចេញហើយជំនួសដោយកែវភ្នែកសពនិមិត្តមកវិញក្នុងកំឡុងពេលដែលធ្វើការវះកាត់ហ្នឹងគឺអ្នកជំងឺពុំមានការឈឺចាប់ទេដោយយើងប្រើតែថ្នាំស្ពឹកបន្តក់ឬក៏ថ្នាំស្ពឹកសម្រាប់ចាក់នៅក្រោមភ្នែកដែលឡើងបាយហើយប្រើរយៈពេលតែ20ទៅ30នាទីបន្ទាប់ពីធ្វើការវះកាត់ហើយអ្នកជំងឺអាចមើលឃើញច្បាស់ឡើងវិញដើម្បីការពារភ្នែកពីជំងឺឡើងបាយនេះទី1យើងត្រូវការពារភ្នែករបស់យើងកុំឲ្យមានអ្វីមកបុកឬក៏ប៉ះទង្គិចមកលើភ្នែកទី2ត្រូវពាក់វ៉ែនតាការពារពន្លឺ UV ទី3សម្រាប់ពុកម៉ែយាយតាដែលមានអាយុចាប់ពី50ឆ្នាំឡើងទៅសូមយកចិត្តទុកដាក់ចំពោះសុខភាពភ្នែកដោយទទួលការពិនិត្យសុខភាពភ្នែកឲ្យបានទៀងទាត់ជាមួយនឹងវេជ្ជបណ្ឌិតឯកទេសភ្នែកដើម្បីពិនិត្យមើលបញ្ហាផ្សេងៗនិងទទួលបានការព្យាបាលឲ្យបានទាន់ពេលវេលា